នៅបាញ់ដល់អ៊ីស្រាអែលទៀតវាអាចបិទសមុទ្រក្រហមនោះមួយទៀតបាទបងពូគាត់គម្រាមថានឹងបិទសមុទ្រក្រហមនឹងមួយទៀតបាទហើយបើបិទតែមួយនឹងមួយទៀតមិនងាប់កាន់តែខ្លាំងទៀតបាទអានេះប៉ះពាល់ខ្លាំងជាងប្រេងទៀតបងអានេះតើការនេះដឹកជញ្ជូនឈីបហ្មងអាហ្នឹងបាទខ្ញុំខ្លាចថាវាមានរឿងនឹងថែមតទៅទេហើយខ្ញុំនិយាយចេះមួយទៀតបើអារងឥឡូវវាប្រើមីក្រីឡូតមុនបាទបងហើយប្រើមីក្រីថងទឹកបើអាមេរិកខ្លាចតែវាចង់ស្ដាប់សង្គ្រាមលឿនវាប្រើមីក្រីមួយទៀតគេហៅ limit man មែនទេគេហៅ minute man បាទប្រើហ្នឹងមកមិនហិនហើយកាន់តែខ្លាំងទៀតត្រូវបងអាហ្នឹងវាជាបញ្ហាមួយបាទសង្ឃឹមថាពួកគេមិនប្រើទៅចុះណាហើយសង្ឃឹមថាខ្ញុំសូមឲ្យវាចរចាគ្នាទៅបញ្ចប់ទៅវាល្អជាងបាទបងគ្នាដល់កាលណាទៀតបាយគ្នាកាន់តែវេទនាកាន់តែខ្លាំងត្រូវបងនិយាយទៅអរងយកពួកយើងធ្វើជាចំណាត់ខ្មាំងឯនេះយកពិភពលោកធ្វើជាចំណាត់ខ្មាំងវាយកទាំងរុស្ស៊ីទាំងចិនធ្វើចំណាត់ខ្មាំងទាំងអស់ហើយគេហៅរុស្ស៊ីមកចិនចូលមកជួយឥឡូវបាទបងបាទអរគុណបងដែលបានចូលរួមបន្ថែមពីលើនឹងអញ្ចឹងណាតែខ្ញុំគិតថាមហាអំណាចចិននិងរុស្ស៊ីមិនមែនចំណាត់ខ្មាំងអេរ៉ង់ទេបាទមហាអំណាចចិននិងរុស្ស៊ីហ្នឹងហើយចាំការប្រយោជន៍ពីអេរ៉ង់ហ្នឹងអូមិញនិយាយហួសទៅឆ្ងាយដល់កន្លែងបារាំងដែលគាត់ទៅចរចាជាមួយនឹងអេរ៉ង់ដោយវាភ្លេចលេខមួយទៀតចរចាស្មើនឹងអេរ៉ង់លែងឯកោទី2ដឹងមិនទៀតទេប្រិមិត្តអេរ៉ង់គាត់ប្រាប់ឲ្យថាអ្នកណាចង់ចេញច្រកហ៊ូមូសហ្នឹងត្រូវចាយលុយជាអីជាលីយ៉នអូចង់លុយយកមិនចឹងបងឃើញហីហើយចុះបងប្អូនឆ្ងល់ទៀតចុះអេរ៉ង់មិនទៅចាយលុយប្រទេសផ្សេងដែរទៅយកលុយរូបលយកលុយបារាំងយកលុយចិនជាគោលយកលុយចិនជាគោលទៅអីពួកចិនវានិយមនៅហ្នឹងវានិយមវិស័យប្រេងធម្មពលនៅអេរ៉ង់ចាហើយអេរ៉ង់លក់ដូរប្រេងហ្នឹងជាលុយចិនហ្នឹងមកយូរហើយអញ្ចឹងអេរ៉ង់គឺគាត់មានគោលបំឃើញយុទ្ធសាស្ត្រគាត់មួយគឺគាត់ចង់ផ្ដាច់សរសៃឈាមរបស់សហរដ្ឋអាមេរិកហ្មងព្រោះប្រព័ន្ធហិរញ្ញវត្ថុដែលពិភពលោកreserve លុយសហរដ្ឋអាមេរិកសពថ្ងៃនេះគឺដោយសារប្រេងព្រោះមុននឹងទិញប្រេងបានយើងត្រូវយករូបិយប័ណ្ណយើងនេះឧទាហរណ៍លុយរៀលយើងហ្នឹងណាតែលក់ជាលុយដុល្លារសិនបានយកទៅទិញបានយកទៅប្រេងទិញប្រេងបានហ្នឹងគឺ petro dollar អញ្ចឹងបើសិនជាអារម្មណ៍គាត់លក់ប្រេងជាយន់ឲ្យបណ្ដាប្រទេសទាំងអស់ទិញប្រេងជាយន់ទាំងបារាំងក្តីអញ្ចឹងមិនទៅបងប្អូនយើងមិនចិនចំណេញទៅទេបាទហើយមិនអាមេរិកមួយបារាំងវាកាន់តែមើលមុខគ្នាលេងចំមុខគ្នាលេងត្រូវព្រោះតាំងពីអតីតកាលមកឲ្យតែប្រទេសណាដែលចង់លក់ប្រេងជាលុយផ្សេងគឺនឹងត្រូវបានដួលរលំអានេះវារូបភាពឥឡូវវាច្បាស់ហើយបងប្អូនវាលែងជា conspiracy theory ទេដែរយើងឃើញប្រទេសច្រើនហើយលីប៊ីរបបកាដាហ្វីដែលគាត់ចង់លក់ប្រេងជាលុយផ្សេងហើយគាត់ចង់យកមាសហ្នឹងគឺជារូបិយប័ណ្ណធំមួយនៅក្នុងអាហ្វ្រិកគាត់ចង់រួមអាហ្វ្រិកទាំងអស់ហ្នឹងឲ្យចាយកាក់រួមមួយដូចលុយអឺរ៉ូអញ្ចឹងណាដូចនៅអឺរ៉ុបអញ្ចឹងគេចាយលុយអឺរ៉ូអញ្ចឹងណាតែគាត់យកមាសមក back up ចាអញ្ចឹងបើសិនជាធ្វើអញ្ចឹងបានន័យថាមិនបានន័យថាទ្វីបគាត់រឹងមាំវាអត់ត្រូវពឹងពាក់ទៅលើអាមេរិកដែរត្រូវពឹងពាក់ទេតែវាពិបាកដែរគេម្ចាស់ប្រទេសម្ចាស់លក់ប្រេងហើយហេតុអីបានគេអត់មានសិទ្ធិមានជំរើសអីទៅតាមចិត្តដែលគេចង់បានហ្នឹងគឺជាបញ្ហាព្រោះគាត់ជាបងធំពិភពលោកព្រោះបន្ទាប់ពីសូវៀតដួលរលំហើយគ្មានអ្នកណាគេមកជំនួសតំណែងសហរដ្ឋអាមេរិកទៀតទេអញ្ចឹងអាមេរិកគឺជាអ្នករៀបចំសណ្ដាប់ធ្នាប់ពិភពលោកសូវៀតទទួលស្គាល់ថាបន្ទាប់ពីសូវៀតដួលរលំហើយសហរដ្ឋអាមេរិករៀបចំសណ្ដាប់ធ្នាប់ពិភពលោកមានសណ្ដាប់ធ្នាប់ហើយមានសន្តិភាពពិតមែនប៉ុន្តែឥឡូវហ្នឹងវាចូលយុគមួយច្បាប់ព្រៃហើយហើយបានញ៉ៃពេញហ្នឹងឯណាវារញ៉េរញ៉ៃហេតុអីទៅបងប្អូនដោយសារតែអ្នកបង្កើតច្បាប់ពិភពលោកបានល្មើសច្បាប់ពិភពលោកហើយចឹងអ្នកណាគេត្រូវគោរពទៀតបើគាត់បងធំគាត់មិនគោរពបើគាត់បងធំអីហ្នឹងគាត់អ្នកបំផ្លាញច្បាប់ពិភពលោកហើយហ្នឹងបងប្អូនអញ្ចឹងបានអ្នកជំនាញជាច្រើនគេនិយាយពាក្យមកឃ្លាថាច្បាប់ព្រៃហ្នឹងគឺវាដោយសារអញ្ចឹងដូចបងលើកឡើងខ្ញុំគិតថាប្រទេសតូចដូចយើងនេះដែលអត់ដឹងអីនេះជាចំណាត់ខ្មាំងរបស់មហាអំណាចចា៎ព្រោះមហាអំណាចគាត់ចំណេញដូចចិននេះគាត់ធ្វើបិទតែគាត់ប៉ះពាល់តិចតួចមែនប៉ុន្តែគាត់នាំចេញប្រេងពីអេរ៉ង់ហ្នឹងចូលទៅក្នុងប្រទេសគាត់ច្រើនហើយបើអេរ៉ង់លក់ប្រេងជាលុយយន់ទៀតវាមិនល្អសម្រាប់រូបិយប័ណ្ណគាត់រុស្ស៊ីមិនបានគាត់ចំណេញដែរព្រោះរុស្ស៊ីគាត់លក់ប្រេងថោកមកយូរហើយដល់ឥឡូវគាត់លក់បានថ្លៃហើយសហរដ្ឋអាមេរិកដែលគាត់បញ្ជូនគាត់ខំដកអាវុធចេញពីអឺរ៉ុបចេញពីអីហ្នឹងដើម្បីទៅការពារប្រទេសប្រចាំបូព៌ាហ្នឹងវាមិនធ្វើឲ្យឃ្លាំងអាវុធគាត់រៀងស្ដួចស្ដើងអញ្ចឹងការបញ្ជូនអាវុធទៅអ៊ុយក្រែនក៏វាមិនវាត្រូវបានផ្អាកសិនទៅរុស្ស៊ីក៏គាត់មានព្រៀបហើយត្រូវ
បបែអីត្រូវនេះចឹងណា បាទហើយបើគាត់បានលុយពីលក់ប្រេងច្រើនគាត់ចាក់ទៅលើវិស័យយោធាគាត់ផលិតដ្រូនគាត់ផលិតមីស៊ីលគាត់ផលិតនេះផលិតនោះទៅ ចឹងគាត់មានរបៀបថាអាចតដៃជាមួយនឹងខាងអាមេរិកអីបានថា តដៃជាមួយអាមេរិកបានទៀតអញ្ចឹងយើងឃើញថាស្ថានភាពពិភពលោកពេលនេះវាដូចនៅលើកាឡាអុករបស់មហាអំណាចនៅដែរ ហើយយើងអ្នកអត់ដឹងខ្យល់អីប៉ះ ដឹង ពា អី ល់ យើងដូចកូនត្រីមួយដែលគ្រាន់តែគេស៊ីចោលហ្នឹងណាបងប្អូនបាទតែពួកគេកាន់អុកកាន់កាឡាអុកស្ដាច់ពួកគេអុកស្ដាច់គ្នាទៅវិញទៅមកបាទ check make គ្នាទៅវិញទៅមក តែយើងនេះ តែប៉ះពាល់ដល់យើងនេះបងប្អូនអញ្ចឹង David សង្ឃឹមថាការចរចាដែលមានប៉ាគីស្ថានជាអ្នកធ្វើអ្នកសម្របសម្រួលជាមួយនឹងបណ្ដាប្រទេសអារ៉ាប់និងអ៊ីរ៉ង់នឹងដំណើរការទៅល្អទៅចុះហើយយើងឃើញថាបណ្ដាប្រទេសអារ៉ាបបណ្ដាប្រទេសនៅអារ៉ាប់ហ្នឹងគឺចាប់ផ្ដើមហៅចិនឲ្យជួយធ្វើជាអ្នកសម្របសម្រួលអញ្ចឹងណាប៉ុន្តែយើងក៏មិនដឹងថាចិនគាត់អាចសម្របសម្រួលបានកម្រិតណាដែរព្រោះចិននៅតែឈរលើគោលនយោបាយគាត់ថាគាត់អត់លូកដៃចូលប្រទេសក្នុងអ្នកណា ចា គាត់គិតតែពីរស់ស៊ីអញ្ចឹងគាត់នឹងអញ្ចឹងគាត់ហ្មងគាត់អត់ធ្វើគាត់អត់ ខ្វល់ គាត់អត់បញ្ចេញសកម្មភាពអីទេតែបើរឿងរស់ស៊ីគាត់យកគាត់ត្រូវការអញ្ចឹងទៅ តែបើឲ្យលោកដៃមកទៅហឹងក៏អត់ ក៏អត់ទេបងប្អូនឃើញហើយដូច ពីច្រើនគាត់តែគាត់ចេញមកឲ្យសម្របសម្រួលឲ្យឆាប់ចរចាគ្នាអីចឹងទៅ បាទដូចចំនួនដូចសង្គ្រាមនៅជីដែនយើងអញ្ចឹងឃើញយើងឃើញចិនគាត់ ចឹងបានធំតាឲ្យយើងសម្របសម្រួលអត់ធ្មត់ចឹង ធ្មត់តែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងយើងឃើញថាវាអត់តន់ចប់ 100% ទេបាទហើយអ្វីដែលត្រូវការចាំតាមដានថាតើសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពទៅប្រមាណលែងសួរថាអាចឬក៏មិនអាចទេពេលណាសួរថាពេលណាវិញមិនត្រូវប្រិមិត្តសួរថាភាគរយខ្ពស់ណាស់ភាគរយច្រើនណាស់ដែលសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពទៅពួកគាត់ទម្លាក់គ្រាប់បែកពីខាងលើរាល់ថ្ងៃអានោះវាជាការកំទេចពីខាងលើហើយដើម្បីបញ្ជូនទាហានថ្មើរជើងចូលទៅនឹងឯងហើយចាំមើលថាបើបញ្ជូនទៅហើយបើមានអ្នកស្លាប់ច្រើនតើប្រជាពលរដ្ឋសហរដ្ឋអាមេរិកនឹងចេញមកបះបោរប្រមាណអ្នកទៀត ឬក៏បាច់អីចឹងណា ចុងក្រោយ9លាននាក់បងចុងក្រោយ9លាននាក់ចាំមើលតើបើសិនជាមានអ្នកបាត់បង់ជីវិតទាហានបាត់បង់ជីវិតច្រើនតើប្រមាណលាននាក់ទៀតដែលចេញមកក្នុងមួយថ្ងៃ9លាននាក់បងប្អូនច្រើនខ្លាំងណាស់មិនដែលមានទេ អត់ជាប់ដែរវា អត់ជាប់ទេ ចលាចលដែរក្នុងប្រទេសរបស់គាត់ បាទអញ្ចឹងវិសម្ពាធពីសងខាងដែលលោកច្រាំគាត់ត្រូវដោះស្រាយហើយនៅជំវិញគាត់ទៀតសិតតែអ្នកលមោបសង្គ្រាមទៀតឃើញសុកបើតន់ចប់ប្រចាំបូព៌ាហងគាត់តែនិយាយដល់គុយបាបាត់បាទហ្នឹងដោយសារម៉ាកូរូប៊ីអូនៅពីក្រោយគាត់ហ្នឹងដែលជាអ្នកត្រួសត្រាយហ្នឹងបាទសិតតែអ្នកចង់ធ្វើសង្គ្រាមបងប្អូនអញ្ចឹងវាជាក្តីបារម្ភមួយសម្រាប់ពិភពលោកពេលដែលឈានទៅដល់គេថាច្បាប់ព្រៃណាយកច្បាប់ព្រៃ តែផុតអាណត្តិគាត់ទៅចង់ បាទចង់បន់ឲ្យតែផុតមែនតែប្រិមិត្តតែសុកគាត់ថាគាត់ចង់3អាណត្តិទៀតហេ អូយដាច់ខ្យល់ បាទលោកតាត្រាំ តែមួយ បាទហើយប៉ុណ្ណឹងហើយបាទហើយ ចាពេលគាត់ចូលឡើងមកដំបូងគាត់ថាមិនធ្វើឲ្យពិភពលោកមានសន្តិភាពអត់មានសង្គ្រាម គាត់និយាយថាគាត់ថាគាត់មិនទៅបង្កើតសង្គ្រាមអត់ដែនកំណត់ទេគាត់នឹងបញ្ចប់សង្គ្រាមគាត់ជាប្រធាននៃបដិសន្តិភាពគាត់និយាយខ្លួនឯងតាប្រិមិត្តយើងមែនតែវាចេះរៀបពណ៌គាត់ណាឥឡូវសន្តិភាពបែបត្រាំសន្តិភាពបែបត្រាំគឺអញ្ចឹង បងក្លុកពិភពលោក បងប្អូនយើងបាទណាអញ្ចឹងបងប្អូនត្រៀមខ្លួនហើយបើអាចសំចៃក្នុងកម្រិតណាមួយបានជាពិសេសហ្គាសបងប្អូនហ្គាសអានឹងសំចៃទៅណាព្រោះអានឹងយើងខ្វះបងប្អូនយើងខ្វះ យើងអាចមានជំរឿអីផ្សេងដែលជៀសពីអាចប្រើប្រាស់ហ្គាសបានយើងគួរតែដូរមកអញ្ចឹងណា បើនៅតាមតែពីច្រើនប៉ះពាល់ពីច្រើនតែអ្នកទីក្រុងឯង ត្រូវបងទីក្រុង បើអ៊ំឬក៏បងតែគាត់នៅតាមជនបទឬក៏តាមខេត្តអីគាត់មានជំរឿច្រើនហ្នឹងបើគាត់អត់មានហ្គាសគាត់អាចដាំជាប្រភេទឈូងឬក៏អស់អីចឹងឬក៏ជាអគ្គិសនីអីបានអញ្ចឹងណាហើយហ្គាសឥឡូវថ្លៃហើយសំខាន់អត់មានកន្លែងដូរទេ មានកន្លែងដូរទេបងប្អូន បបាក់ហ្មងចា អញ្ចឹងទុកហ្គាសនេះសម្រាប់បងអ្នករត់កង់3ឥណ្ឌាទៅព្រោះគាត់ចាំបាច់បំផុតអញ្ចឹងណាអរគុណនៅតែ sponsor ឲ្យប្រិមិត្តកុំឲ្យខាតពេលយូរ